រំដួលដងស្ទឹងសង្កែអត់ស្ដីបងប្អូនអរគ្នាខ្ញុំមកបាយពី YouTube ទៀតបងប្អូនអញ្ចឹងស្រាប់តែ Q1 Mini Plus អញ្ចឹងវាស្រួលប្រើមែនទេនេះបណ្ដានេះបងប្អូនដោយសារតែបណ្ដានេះគឺមាន interface ជាភាសាខ្មែរជិបជំនាន់ថ្មីជំនាន់ចុងក្រោយយកមាន interface ជាភាសាខ្មែរអញ្ចឹងក្នុងការប្រើ YouTube គឺខ្ញុំតម្លៃឲ្យស្រាប់ពី YouTube មាន smartphone នេះមួយហើយនិង YouTube Zoom នេះមួយគឺសម្រាប់បណ្ដា Q1 Mini Plus នេះយើងប្រើ YouTube នេះក៏បានយើងប្រើ YouTube Zoom នេះក៏បានហើយសម្រាប់គ្រប់បណ្ដាខ្ញុំតម្លៃឲ្យទាំងអស់ហ្មង YouTube ទាំងពីរហ្នឹងចឹងប៉ុន្តែខ្ញុំ special លើ model Q1 Mini Plus ដោយសារតែ model នេះគឺយើងអាចវាយ keyboard ជាភាសាខ្មែរបានលើ smartphone នេះយើងបាច់ចាំប្រើ YouTube នេះក៏បានដែរបាច់ចាំ login ញ៉ៃញ៉ៃហ្នឹងដោយសារ YouTube នេះយើងចូលទៅមុនដំបូងគឺត្រូវការ login មកដើម្បីប្រើប្រាស់វានេះដល់ពេលយើងបើកមកគឺចេញ QR code ទាំងហ្នឹងចឹងសម្រាប់ពូអ៊ំមិញចាស់អញ្ចឹងក៏បាក់ login បាក់អីចឹងចឹង Q1 Mini Plus នេះមកប្រើ YouTube នេះវិញចឹង YouTube នេះងាយស្រួលដែរយើងមាន keyboard ជាភាសាខ្មែរនេះkeyboard ជាភាសាខ្មែរស្រាប់ហ្មងហើយមួយទៀតយើងអាច voice ជាភាសាខ្មែរបានទៀតចឹងនៅក្នុងការប្រើ YouTube នឹងដំបូងគឺយើងត្រូវបដូរភាសាសិនបើសិនជា Q1 Mini Plus អត់បដូរភាសាទេបងប្អូនចូលទៅ setting បដូរមកភាសាខ្មែរទៅ setting ហើយចូលឡើងនេះហ្នឹងភាសាអង់គ្លេសគេថា device reference បន្តមកយកវា language នេះនៃភាសានេះរកផែនដីហើយរកភាសាខ្មែរភាសាខ្មែរនៅក្រោមវាបំផុតនៅក្រោមវាបំផុតអញ្ចឹងក្នុងការប្រើប្រាស់ YouTube ហ្នឹងខ្ញុំសូមបង្ហាញតិចចឹងបងប្អូនបើកមកយើងអាចវាយជាភាសាខ្មែរនេះបានវាយ keyboard នេះវាយមកលោតភាសាខ្មែរកាលណាយកលោតភាសាហើយគឺ keyboard ហ្នឹងលោតមក automatic ហ្នឹងយើងវាយអង់គ្លេសក៏បានយើងវាយខ្មែរក៏បានយើងវាយតាម tele ហ្នឹងក៏បានហើយសម្រាប់ការវាយគឺងាយស្រួលអញ្ចឹងនៅក្នុងការវាយមុនដំបូងគឺយើងចូលទៅ setting សិន setting smartphone ហ្នឹង setting បន្តមកបងប្អូនយកពាក្យ search ហើយយកឡើង voice engine នេះលើនេះតមកបងយកអត់នេះយក internal answer sleep បាំងនេះមកដំបូងវាលើនៅលើនេះបងប្អូនទៅយកពាក្យនេះអូខេថយក្រោយអស់វិញអញ្ចឹងចូលទៅកន្លែង search ពេលយើង search យើងចុចលើប៊ូតុង search នេះដល់ពេលយើងចុចលើប៊ូតុង search នេះភ្លាមគឺ load ផ្ទាំងនេះមក load ផ្ទាំងមកបងប្អូនចុចលើប៊ូតុងនេះដើម្បីនិយាយបងថាខ្ញុំនិយាយខ្ញុំកំងខ្ញុំចុចលើប៊ូតុងនេះបត់ noise vanet បងប្អូនឃើញអត់ខ្ញុំវាយភ្លាមគឺ load ចេញមក noise vanet នេះបងថាខ្ញុំវាយបត់ផ្សេងទៀតខ្ញុំចូលទៅនឹងដែរចូល play line គេនេះទៅនេះវាអូខេមកហើយចុចសញ្ញា micro រំដួលដងស្ទឹងសង្កែហើយបលេងមកវាសើចចូលអូតូបន្តិចមកយើងនិយាយហើយយើងបលេងប៊ូតុង voice នេះបងប្អូនបកផាកោះញែក play សុទ្ធនេះបងប្អូនស្រួលប្រើមែនតែសម្រាប់ smartphone នេះអត់មានពាណិជ្ជកម្មហើយស្រួល voice ចាក់មក HD មកបើចាំ login ញ៉ៃគឺគ្រប់ model របស់ខ្ញុំតម្លាឲ្យអស់ទាំងនេះស្រាប់